Ok ការពីវីដេអូមុនខ្ញុំបាននិយាយតាក់ទងទៅជាមួយនឹង crypto exchange ដែលមានឈ្មោះថា Bitgate ឬ RON មកហើយដែលខ្ញុំបាននិយាយថាវាគឺជាជំរើសមួយក្នុងករណីបើសិនជាអ្នកគេចង់វិនិយោគជាមួយនឹងកាក់ cryptocurrency អូខេឥឡូវនេះយើងនិយាយអំពីមុខងារផ្សេងៗរបស់វាក្រោយពេលដែលអ្នកគេបាន sign up ហើយ log in រួចរាល់យើងមកមើលមុខងារតើវាមានមុខងារគេខ្លះដែលអ្នកគ្នាអាចប្រើប្រាស់បានសប្តាហ៍ថ្ងៃនេះអូខេបើសិនជាយើងចូលនៅក្នុង website bitgate.com ឬក៏អ្នកគ្នា download កម្មវិធីទូរស័ព្ទដៃដែលមានឈ្មោះថា Bitgate ហ្នឹងនៅក្នុង App Store ក៏មាន Play Store ក៏មានដូចគ្នាមុខងារទី1របស់វាតែម្ដងគឺតាក់ទងទៅជាមួយនឹងការជួញដូរកាក់ cryptocurrency ជាមុខងារធម្មតាសាមញ្ញមក exchange ទាំងអស់គឺមានទាំងអស់បាទអញ្ចឹងអ្នកគ្រាចូលកន្លែង trading បាទអ្នកគ្រា trading ទៅអ្នកគ្រានឹងបានឃើញហើយវាមានការជួញដូររបៀប spot ហ្នឹងគឺអ្នកគ្រាទិញកាក់ Bitcoin គឺអ្នកគ្រាបានកាក់ Bitcoin ទោះបីតែកាក់ Bitcoin ចុះថ្លៃយ៉ាងណាឬក៏ឡើងថ្លៃយ៉ាងណាក៏អ្នកគ្នាអត់អស់លុយដែរបាទនេះយើងហៅថាការទិញរបៀប spot មក spot trading ឬក៏អ្នកគ្រាចាប់អារម្មណ៍តាក់ទងទៅជាមួយ on chain មក on chain ក៏អ្នកគ្នាអាចប្រើប្រាស់ Bitgate wallet របស់វាទៅអ្នកគ្នាអាចទិញលក់នៅក្នុង on chain នៅក្នុង blockchain ផងដែរក៏ប៉ុន្តែខ្ញុំគិតថាទូទៅគឺ spot Bitcoin ហ្នឹងតែម្ដងមក spot ធម្មតានៅពេលអ្នកគេជិះទៅពី spot ទៅអ្នកគេនឹងបានឃើញអ្នកគេអាច search កាក់ខ្លួនឯងក៏បានដែរអ្នកគេចុចកន្លែងហ្នឹងទៅវានឹង spot មិញខ្ញុំជ្រើសរើសពាក្យ BTC USDT អញ្ចឹងមានន័យថាអ្នកគ្នាចង់ទិញបាទទិញកាក់ BTC ដោយប្រើប្រាស់កាក់ USDT ឬក៏អ្នកគ្នាអាចលក់បានដូចគ្នានៅក្នុងទំព័រតែមួយនេះគឺអ្នកគ្នាអាចលក់ដូរបានអញ្ចឹងត្រង់កន្លែងអ្នកគ្នាបានឃើញពី spot ហើយបាទ spot ហើយអ្នកគ្នាត្រង់កន្លែងនេះគឺអ្នកគ្នាចុចកន្លែង buy គឺមានអ្នកគ្នាទិញកាក់ Bitcoin ឬក៏បើសិនជាអ្នកគ្នាមានកាក់ USDT ហើយចង់លក់បាទអ្នកគ្នាចុចពាក្យកន្លែង sell នេះទៅគឺអ្នកគ្នាអាច sell កាក់ Bitcoin យកកាក់ USDT បានហើយសួរតើអ្នកគ្នាចង់ទិញកាក់ផ្សេងទៀតតើអ្នកគ្នាធ្វើយ៉ាងណាជាអ្នកគ្នាអាចចុចលើពាក្យកន្លែង drop down នេះហើយអ្នកគ្នា search បាទឈ្មោះកាក់របស់អ្នកគ្នាឬក៏និមិត្តសញ្ញានៃកាក់របស់អ្នកគ្នាទៅគឺអ្នកគ្នានឹងឃើញវាដូចជាអ្នកគ្នាចង់ចាប់អារម្មណ៍តាក់ទងទៅជាមួយនឹងកាក់ Ethereum អ្នកគ្នាគ្រាន់តែវាយពាក្យ ETH បាទវានឹង load ឬក៏អ្នកគ្នាចាប់អារម្មណ៍ចង់វិនិយោគទៅលើកាក់អីគេបាទកាក់ Pi ឬកាក់ Tram អីហ្នឹងគឺអ្នកគ្នាអាច search បានអត់តែម្ដងបាទនេះជាកាក់ Pi ឬក៏កាក់ Tram អ្នកគ្នាអាច search បានដូចគ្នាបាទនេះត្រង់កន្លែងហ្នឹងគឺអ្នកគ្នាអាច search កាក់ខ្លួនឯងបានហើយអញ្ចឹងយើងមកដល់កន្លែងមុខងារ spot trading នេះគឺអ្នកគ្នាអាចមើលកន្លែងនេះបាទមានពីរប្រភេទទី1យើងហៅថា limit ហ្នឹងគឺមានអ្នកគ្នាកំណត់តម្លៃណាឬក៏យើងជឿពីបាយទៅបាទ limit នេះគឺអ្នកគ្នាកំណត់តម្លៃអ្នកគ្នាគិតថាសប្តាហ៍នេះតម្លៃកាក់ Bitcoin វាឡើងឬក៏អ្នកគ្នាពេញចិត្តតម្លៃជាមួយនឹង$70000អញ្ចឹងអ្នកគ្នាអាច set up ខ្លួនឯងកន្លែងនេះបានណា set ចំនួនlimit របស់អ្នកគ្នាបាទគឺអ្នកគ្នា set បានអានេះហៅថា limit ឬក៏អ្នកគ្នាបញ្ញាប់ចង់លក់កាក់ Bitcoin អញ្ចឹងអ្នកគ្នាអាចលក់ក្នុងតម្លៃទីផ្សាររបស់វាលក់ក្នុងតម្លៃទីផ្សារហ្នឹងគឺមានន័យថាវានឹង matching បាទអ្នកដែលគាត់កំពុងតែទិញនេះវានឹងម៉ាច់នឹងការលក់ឲ្យអ្នកគេគឺម៉ាច់ទៅកន្លែងអ្នកទិញតែម្ដងបាទអានេះគឺជាការលក់បែបទីផ្សារបាទការលក់បែបទីផ្សារសប្តាហ៍នេះគឺមានអ្នក offer ទិញជាមួយនឹងអ្នក offer លក់ដែលអ្នកគេបានឃើញកន្លែងនេះបាទខាងលើពណ៌ក្រហមហ្នឹងគឺគាត់ offer ក្នុងការលក់ហើយខាងក្រោមនេះគឺគាត់ offer ក្នុងការទិញអញ្ចឹងបើសិនជាអ្នកគ្នាចាប់អារម្មណ៍ទៅជាមួយតម្លៃទីផ្សារសប្តាហ៍នេះគឺអ្នកគ្នាដាក់ទៅគឺអ្នកគ្នានឹងម៉ាច់អ្នកគ្នានឹងទទួលបានកាក់ USDT តែម្ដងណាការលក់ក៏ដូចគ្នាផងដែរបាទគឺអ្នកគ្នាអាចលក់បានដូចគ្នាអូខេអានេះត្រង់កន្លែងតាក់ទងទៅជាមួយនឹងការជួញដូររបៀប spot បាទ spot ឥឡូវនេះយើងមកមើលអំពីការលក់របៀប future តែម្ដងក្នុងករណីអ្នកគ្នាចង់ជួញដូរកាក់របៀប future ក៏មានដូចគ្នាបាទអញ្ចឹងត្រង់កន្លែងនេះគឺអ្នកគ្នាអាចសិក្សាបន្ថែមបាទមិនមែនការលេង future ហ្នឹងគឺជារឿងដែលអ្នកគ្នាចូលភ្លាមបង្កើត account ភ្លាមអ្នកគ្នាលេងទៅអ្នកគ្នាចំណេញទេត្រង់កន្លែងនេះគឺអ្នកគ្នាហាក់ដូចជាទៅ gambling ផងដែរអញ្ចឹងអ្នកគ្នាត្រូវមើលទីផ្សារកន្លែងហ្នឹងអ្នកគ្នាត្រូវសិក្សាបន្ថែមលើខ្លួនឯងមិនមែនចេះតែឮគេថាលេង future ទៅបានលុយច្រើនបាត់អីហើយអ្នកគ្នាធ្វើតាមគេអានឹងអ្នកគ្នាអាចចូលទៅអស់លុយក៏ថាបានផងដែរបាទនេះគឺជារឿងដែលអ្នកគ្នាគួរតែសិក្សាមុននឹងធ្វើការវិនិយោគឬក៏មុននឹងធ្វើការប្រើប្រាស់នៅមុខងារអីមួយផុសគ្រប់ crypto exchange អស់ហ្នឹងអញ្ចឹងបើសិនជាយើងមើលចូលកន្លែង cross នេះអ្នកគ្នាអាច leverage បាទក្នុងការលក់ដងរហូតដល់ទៅ 125x ណា 125x ចេះនៅពេលអ្នកគ្នាជួយពី open position អ្នកគ្នាអាច open position របៀប long បាទ long ហ្នឹងគឺអ្នកគ្នាទាយថាវានឹងអីគេបាទវានឹងឡើងថ្លៃនៅពេលវាឡើងថ្លៃតាមហ្នឹងគឺអ្នកគ្នាបាន leverage តាមហ្នឹងបាទច្រើនតាមហ្នឹងបាទចំណេញតាមហ្នឹងហើយបើសិនជាពេលវាចុះថ្លៃក៏អ្នកគ្នាអាចទាញយកការចំណេញផងដែរក្នុងករណីអ្នកគ្នាបើក position short បើ position short អ្នកគ្នាពេលកាក់នឹងវាធ្លាក់ថ្លៃដូចតាម target របស់អ្នកគ្នានឹងបានចំណេញដូចគ្នាបាទអូខេត្រង់នេះគឺខ្ញុំមិនអាចមកផ្ដល់ជា financial advice ឲ្យអ្នកគ្នាបានទេបាទអូខេយើងមកដល់ពីមុខងារទៀតបាទតាក់ទងទៅជាមួយនឹងការ trading គឺអ្នកគ្នាអាចដាក់កាក់ហ្នឹងហើយនឹងពេលអ្នកគេជឿពាក្យ asset ទៅអ្នកគេនឹងបានឃើញចំនួនកាក់របស់យើងបាទសប្តាហ៍នេះគឺគេមានកាក់ប៉ុន្មានវានឹងលោតកន្លែងនេះហើយអ្នកគ្នាអាចបាទ deposit ហ្នឹងគឺជាការដាក់កាក់បាទដាក់កាក់ចូលក្នុងករណីអ្នកគ្នាមានកាក់ USDT នៅក្នុង crypto exchange ផ្សេងអ្នកគ្នាចង់វេចូលនៅក្នុង Bitgate ដើម្បីធ្វើការជួញដូរនេះគឺអ្នកគ្នាអាចវេបានដូចគ្នាបាទគឺអ្នកគេជ្រើសរើសកាក់ចំនួនកាក់ផងអ្នកគ្នាតែអ្នកគេចង់វេកាក់ចូលបាទយកវេកាក់អីចូលក្នុង Bitgate ឧទាហរណ៍ដូចករណីនេះគឺខ្ញុំយក USDT
ហើយនៅពេលខ្ញុំយក USDT ខ្ញុំជិះ network បាទតែខ្ញុំចង់បានកាក់ USDT ដោយប្រើប្រាស់ network អីគេដែរដោយប្រើប្រាស់ network អីគេជឿអ្នកគ្នាសួរគ្នាយើងគាត់ចង់បាញ់មកឲ្យយើងណាដាក់ក្នុង network អីគេជឿអ្នកគ្នាសួរគាត់ទៅអ្នកគ្នាអាចជ្រើសរើសបាទឧទាហរណ៍ដូចជា Binance Smart Chain បាទហ្នឹងហើយដោយសារតែវា off fee តិចឬក៏អ្នកខ្លះគាត់ប្រើ blockchain Tron នៅជាដើមវា off fee តិចជាដើមជឿនៅពេលអ្នកគ្នាដាក់នឹងហើយអ្នកគ្នា copy address នេះឲ្យគេហើយប្រាប់គេឲ្យបានច្បាស់បាទបញ្ជាក់គេច្បាស់តាក់ទងទៅជាមួយ network ហ្នឹងពីព្រោះការដាក់កាក់ហ្នឹងគឺអ្នកគ្នាចាំបាច់ត្រូវឲ្យត្រូវ network ផងបើខុស network អ្នកគ្នាអាចនឹងបាត់កាក់បាទអ្នកគ្នាប្រាប់គាត់ថា Binance Smart Chain បាទ address នេះនៅពេលគាត់វេចូលគឺអ្នកគ្នានឹងទទួលបានកាក់នៅក្នុង Bitgate ហើយនៅពេលដែលត្រង់កន្លែងនេះអ្នកគ្នាបាន Bitgate ហើយអ្នកគ្នាអាចធ្វើមិនក៏បានដែរដូចគ្នាផងដែរបាទតាក់ទងទៅជាមួយនឹងការ withdraw អ្នកគ្នាចង់ដកកាក់អីគេបាទវេឲ្យមិត្តភ័ក្តិអ្នកគ្នា withdraw ហើយអ្នកគ្នាដាក់ network តើមិត្តភ័ក្តិអ្នកគ្នាឲ្យអ្នកគ្នាវេកាក់ចេញហ្នឹងប្រើ network អីគេជាយើងប្រាប់ដាក់ network ហើយដាក់ address ទៅហើយអ្នកគ្នាជិះពាក្យ donate ទៅវានឹងឲ្យអ្នកគ្នាបំពេញពួកព័ត៌មាន 2FA ជាដើមហ្នឹងហើយត្រង់កន្លែងនេះគឺចប់តាក់ទងទៅជាមួយនឹងការដាក់កាក់ជាមួយនឹងដកកាក់ទៀតតាក់ទងទៅជាមួយពួក line pool line page នេះគ្នាជួយពាក្យកន្លែង line hub ហ្នឹងទៅវានឹងមានបាទមាន pre market បាទការទិញកាក់នៅមុនទីផ្សារមុនចូលទីផ្សារមានការ lunch X បាទ lunch X ហ្នឹងគឺអ្នកគេយកកាក់ទៅ stake អីជាដើមមក subscribe ហ្នឹងហើយមួយទៀតគឺតាក់ទងទៅជាមួយ line page បាទ line page ហើយជាមួយ line pool ជាដើមវាមាន pool X បាទ candy box គឺមានច្រើនសេវាកម្មដែលអ្នកគ្នាអាចចូលរួមនឹងប្រើប្រាស់បានក្នុងករណីអ្នកគ្នាចង់បានកាក់មុនទីផ្សារឬក៏អ្នកគ្នាចង់បានកាក់ដោយអ្នកគ្នាយកកាក់ទៅ stake ហើយអ្នកគ្នាទទួលបានជាកាក់ថ្មីទៅឡើងវិញអ្នកគ្នាអាចមកមើលពណ៌អស់នេះបាទមុខងារទាំងអស់នេះមួយទៀតតាក់ទងទៅជាមួយនឹង P2P បាទ P2P trading ក្នុងករណីនេះអ្នកគ្នាអាចចុចពីកន្លែង buy បាទមើលកន្លែងពាក្យ buy crypto វានឹងឲ្យអ្នកគ្នាមានមុខងារ P2P trading បាទ P2P trading គឺតាក់ទងទៅជាមួយនឹងសេវាកម្មមួយដែលគាត់ផ្ដល់ជា platform ឲ្យអ្នកគ្នាបញ្ជាទិញពីបុគ្គលណាម្នាក់ផ្សេងទៀតនៅពេលអ្នកគ្នាទិញហ្នឹងគឺអ្នកគ្នាមិនមែនទិញពី Bitgate ដែលផ្ទាល់ទេគឺអ្នកគ្នាទិញពីបុគ្គលណាផ្សេងទៀតបាទជាម្នាក់ទៀតដែលគាត់ប្រើប្រាស់ Bitgate ក្នុងការលក់កាក់ហ្នឹងហើយចឹងអ្នកគ្នាអាចBitgate គ្រាន់តែជា platform កណ្ដាលដែលទទួលឲ្យអ្នកគ្នាមកជួបគ្នាតែប៉ុណ្ណោះចង់ត្រង់កន្លែង P2P នេះយើងត្រូវដឹងកន្លែងហ្នឹងពាក្យពេញរបស់វាគឺ peer to peer បាទពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតជាអ្នកគ្នាអាចជឿពាក្យ buy បាទក្នុងករណីនេះហើយអ្នកគ្នាដាក់ USDT ហើយអ្នកគ្នាជ្រើសរើសបាទតែអ្នកគ្នាចង់បានកាក់អីគេហើយអ្នកគ្នាដាក់សេវាកម្មដែលអ្នកគ្នាចង់ធ្វើការវេកាក់ឲ្យគាត់ឬក៏វេលុយបាទវេលុយឲ្យគាត់ឬក៏ឲ្យគាត់វេលុយឲ្យយើងអ្នកសេវាកម្ម P2P តាក់ទង Bitgate ដូចជាមិនសូវទូលំទូលាយប៉ុន្មានទេចឹងអ្នកគ្នាអាចទៅរកសេវាកម្មនៅក្នុង crypto chain ផ្សេងទៀតក្នុងការទិញលក្ខណៈ P2P ក៏ថាបានដែរពីព្រោះវាមានជម្រើសច្រើនឲ្យអ្នកគ្នាធ្វើការជួញដូរតែ Bitgate ក៏វាមានផងដែរនេះក្រុមប្រាប់ឲ្យអ្នកគ្នាបញ្ជាក់ឲ្យដឹងកន្លែងហ្នឹងបាទ Bitgate ក៏វាមានសេវាផងដែរហើយអ្នកគ្នាត្រូវមើលឲ្យស្រួលបួលបាទតាក់ទងទៅជាមួយនឹងអ្នកជួញដូរបាទគាត់មាន success 232ដងរយៈពេលនៃការប្រើប្រាស់ហ្នឹងគឺប្រហែលជា3នាទីជាដើមអញ្ចឹងវាលោតឲ្យអ្នកគេបានឃើញទាំងអស់តែម្ដងកន្លែងនេះណាអូខេហើយមានទាំងទិញជាមួយនឹងការលក់ហើយវីដេអូនេះផងដែរគឺអត់មានច្រើនទេមានមកអាប់ដេតឲ្យអ្នកគេបានឃើញពីសេវាកម្មផ្សេងៗពី Bitgate តែប៉ុណ្្នឹងហើយយើងនឹងជួបគ្នានៅវីដេអូល្អៗក្រោយៗទៀតបាយបាយ